បានចល័តទ័ពមកកម្ពុជាសូមប្រជាពលរដ្ឋស្ងប់ចិត្តស្ដាប់បញ្ជាពីរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យអ្នកនិងកូនរបស់អ្នកនិងមនុស្សជាទីស្រឡាញ់របស់អ្នកមានសុវត្ថិភាពសូមរងចាំការណែនាំពីរដ្ឋាភិបាលកម្ពុជា Now Thailand has moved troops to Cambodia. Let the people calm down and obey the orders of the Cambodian government. To keep you and your children and your loved ones safe, please wait for instructions from the Cambodian government. សកម្មភាពក្នុងស្ថានភាពបច្ចុប្បន្នមួយឃុំខ្លួនក្នុងផ្ទះរបស់អ្នករហូតទាល់តែរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យអ្នកចេញពីផ្ទះសម្បែងពីរប្រមូលផ្ដុំការផ្គត់ផ្គង់អាហារឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន3ថែរក្សាកូនឬមនុស្សជាទីស្រឡាញ់របស់អ្នកឲ្យបានល្អ4ចាក់សោទ្វារនិងបង្អួចយ៉ាងតឹងរ៉ឹង Activity in the current situation. 1. Keep your home under house arrest until the Cambodian government allows you to leave. 2. Gather as many food supplies as you can. 3. Take good care of your children or loved ones. 4. Lock doors and windows tightly.